ការរៀបចំនិងអនុវត្តគម្រោងឃុំសង្កាត់ការរៀបចំគម្រោងត្រូវធ្វើឡើងបន្ទាប់ពីគម្រោងត្រូវបានបញ្ចូលនៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់និងមុនដំណើរការចាប់ផ្ដើមដំណើរការលទ្ធកម្មការរៀបចំគម្រោងគឺជាការសិក្សានិងប្រមូលព័ត៌មានទាំងអស់ដែលត្រូវការដើម្បីរៀបចំឲ្យបាននៅគ្រោងការគម្រោងដែលរួមមានពិនិត្យអំពីតម្រូវការនៃការសិក្សាផលប៉ះពាល់បរិស្ថានដីធ្លីនិងជាតិដើមភាគតិចរបស់គម្រោងការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងការរៀបចំក្រុមប្រើប្រាស់ការរៀបចំផែនការសិក្សាគម្រោងការសិក្សានិងប្រមូលព័ត៌មានទូទៅនិងព័ត៌មានបច្ចេកទេសការសិក្សានិងវិភាគផលប៉ះពាល់បរិស្ថានការសិក្សាដីធ្លីរបាយការណ៍បរិច្ចាគដីធ្លីដោយស្ម័គ្រចិត្តឬរបាយការណ៍លទ្ធកម្មដីធ្លីការរៀបចំរបាយការណ៍ស្ដីពីវិធានការការពារសុវត្ថិភាពជនជាតិដើមភាគតិចការរៀបចំគ្រោងការគម្រោងការប៉ាន់ស្មានតម្លៃការរៀបចំផែនការប្រើប្រាស់និងថែទាំលទ្ធផលគម្រោងការរៀបចំទម្រង់លទ្ធផលនិងតម្លៃប៉ាន់ស្មានគម្រោងការអនុម័តគម្រោងការពិនិត្យព័ត៌មានគម្រោងដោយអង្គភាពរដ្ឋបាលខេត្តក្រុងការពិនិត្យបញ្ជាក់បច្ចេកទេសបន្ទាប់ពីក្រុមប្រឹក្សាឃុំសង្កាត់សម្រេចអនុវត្តគម្រោងជាក់លាក់គឺគម្រោងដែលប្រើប្រាស់មូលនិធិឃុំសង្កាត់គម្រោងដែលមានការសន្យាគាំទ្រពីស្ថាប័នដៃគូអភិវឌ្ឍន៍នានាចាំបាច់រដ្ឋបាលឃុំសង្កាត់ត្រូវអនុវត្តទៅតាមសៀវភៅណែនាំស្ដីពីការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឬហៅកាត់ថាភីមផ្នែកនេះបរិយាយសង្ខេបអំពីការរៀបចំគម្រោងមូលនិធិឃុំសង្កាត់តែប៉ុណ្ណោះចំពោះនីតិវិធីលម្អិតសូមមើលសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងឃុំសង្កាត់ការសិក្សាគម្រោងឬគម្រោងហេដ្ឋារចនាសម្ព័ន្ធការសិក្សាគម្រោងគឺជាដំណើរការមួយដើម្បីឲ្យដឹងថាតើគម្រោងនឹងត្រូវប្រើប្រាស់អស់ថវិកាប៉ុន្មានថាតើជាគម្រោងចាស់ឬជាគម្រោងដែលពង្រីកលើសពី 25% ឬជាគម្រោងថ្មីនៅក្នុងដំណើរការនៃការសិក្សាគម្រោងដោយសារតែក្រុមប្រឹក្សាឃុំសង្កាត់មិនមានជំនាញបច្ចេកទេសដូច្នេះរដ្ឋបាលឃុំសង្កាត់មានជម្រើសមួយចំនួនដូចជាការធ្វើការចាត់តាំងមន្ត្រីដែលមានជំនាញជាក់លាក់នៅក្នុងរដ្ឋបាលឃុំសង្កាត់ជួលអ្នកជំនាញពីវិស័យឯកជនស្នើសុំមន្ត្រីជំនាញពីរដ្ឋបាលខេត្តនៅពេលធ្វើការសិក្សាគម្រោងដោយអ្នកជំនាញបច្ចេកទេសចាំបាច់ត្រូវមានការចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់និងប្រជាពលរដ្ឋមូលដ្ឋានអ្នកដែលមានទីតាំងជាប់នឹងគម្រោងឬចាស់ដែលដឹងពីស្ថានភាពនៃទីតាំងគម្រោងច្បាស់លាស់ដើម្បីឲ្យបានដឹងច្បាស់ថាតើមានការប៉ះពាល់សុវត្ថិភាពទាំង3សុវត្ថិភាពបរិស្ថានសុវត្ថិភាពដីធ្លីសុវត្ថិភាពជនជាតិដើមភាគតិចដែរឬទេបន្ទាប់ពីសិក្សាគម្រោងរួចរាល់ហើយត្រូវមានការពិនិត្យបញ្ជាក់បច្ចេកទេសពីជំនាញដែលមានទីចាត់ការផែនការនិងវិនិយោគរាជធានីខេត្តជាអ្នកសម្របសម្រួលជាមួយនឹងមន្ទីរជំនាញហើយមន្ទីរជំនាញមានពេល15ថ្ងៃក្នុងការពិនិត្យបញ្ជាក់បច្ចេកទេសបើមិនដូច្នេះចាត់ទុកថាឯកភាពការដេញថ្លៃក្រោយពីបានធ្វើការសិក្សាគម្រោងដោយជំនាញបច្ចេកទេសរួចរាល់ហើយក្រុមប្រឹក្សាឃុំសង្កាត់ដែលមានគណៈកម្មការលទ្ធកម្មឃុំសង្កាត់ត្រូវធ្វើការសម្របសម្រួលជាមួយទីចាត់ការផែនការនិងវិនិយោគរាជធានីខេត្តក្នុងការប្រកាសកិច្ចលទ្ធកម្មរបស់ឃុំសង្កាត់ដោយមានការផ្សព្វផ្សាយក្នុង website កចអបផងដែរកិច្ចលទ្ធកម្មគម្រោងឃុំសង្កាត់អាចនឹងប្រព្រឹត្តទៅបានលុះត្រាតែមានអ្នកទទួលការយ៉ាងតិចចំនួន3ក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃសំណើដេញថ្លៃដែលមានតម្លៃទាបជាងគេហើយមានសុពលភាពគឺជាសំណើដេញថ្លៃដែលទទួលបាននៅជ័យជំនះអ្នកទទួលការដែលឈ្នះនៅក្នុងការដេញថ្លៃមានសិទ្ធិទទួលកិច្ចសន្យាឬបដិសេធហើយក្រុមប្រឹក្សាឃុំសង្កាត់ធ្វើការពិចារណាអ្នកដែលឈ្នះបន្ទាប់ដើម្បីចុះកិច្ចសន្យាអនុវត្តគម្រោងការអនុវត្តគម្រោងបន្ទាប់ពីកិច្ចសន្យារវាងអ្នកទទួលការអ្នកឈ្នះការដេញថ្លៃនិងម្ចាស់គម្រោងឃុំសង្កាត់អ្នកទទួល
ត្រូវតែចាប់ផ្ដើមអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យានៅក្នុងដំណើរការអនុវត្តកិច្ចសន្យារបស់អ្នកទទួលការក្រុមប្រឹក្សាឃុំសង្កាត់ដោយមានគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ជាអ្នកតាមដានការអនុវត្តកិច្ចសន្យាដែលគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ត្រូវពិនិត្យមើលផែនការងាររបស់អ្នកទទួលការនិងគំនូសប្លង់បច្ចេកទេសលម្អិតដែលភ្ជាប់ជាមួយកិច្ចសន្យាគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ត្រូវបានអ្នកគាំទ្របច្ចេកទេសរាជធានីខេត្តធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសឧបករណ៍សម្រាប់តាមដានការអនុវត្តគម្រោងទាំង6រួមមាន1ឋានលេខា2 DCP 3តេស្តបេតុង4ខ្សែម៉ែត្រ5កែវស្ទង់6ក្តារម៉ែត្រអំពីការត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនឹងមានសិទ្ធិឃាត់ឲ្យផ្អាកការសាងសង់ដើម្បីហៅអ្នកគាំទ្របច្ចេកទេសមកពិនិត្យជាក់ស្ដែងក្រៅពីគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ប្រជាពលរដ្ឋក៏អាចចូលរួមតាមដានអនុវត្តរបស់អ្នកទទួលការនិងមានសិទ្ធិផ្ដល់ព័ត៌មានទៅកាន់គណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ដើម្បីគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំសង្កាត់ឃាត់ឲ្យផ្អាកការសាងសង់ដើម្បីហៅអ្នកគាំទ្របច្ចេកទេសមកពិនិត្យជាក់ស្ដែងនៅក្នុងការទូទាត់ឲ្យអ្នកទទួលការគឺផ្អែកតាមលក្ខខណ្ឌនៃកិច្ចសន្យាប៉ុន្តែនៅពេលដែលមានការស្នើសុំទូទាត់ពីអ្នកទទួលការមួយលើកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើការពិនិត្យទៀងទាត់លទ្ធផលនៃការអនុវត្តជាក់ស្ដែងដោយត្រូវអញ្ជើញអ្នកពិនិត្យបច្ចេកទេសចូលរួមប្រជុំវាតម្លៃនៅទីតាំងគម្រោងផ្ទាល់តែម្ដងចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវមានការធានារយៈពេល6ខែដែលក្នុងពេលធានានេះរដ្ឋបាលឃុំសង្កាត់ត្រូវកាត់ទុកថវិកាដែលមាននៅក្នុងកិច្ចសន្យា 10% នៃតម្លៃគម្រោងក្នុងអំឡុងពេលនៃការធានាប្រសិនបើពិនិត្យឃើញថាមានការខូចខាតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវហៅអ្នកទទួលការមកធ្វើការជួសជុលឲ្យបានពេញលេញវិញក្រោយពេលអនុវត្តគម្រោងបានចប់សពគ្រប់ត្រូវមានការប្រគល់ទទួលលទ្ធផលគម្រោង